បាទចុងភៅយើងខ្ញុំក៏បានបញ្ចប់មួយរោងទៀតដែរបាទចាប់ផ្ដើមក៏ថ្ងៃទី21បាទ20ចូលរោងល្ងាចថ្ងៃទី20កម្មវិធីបុណ្យសពនៅខាងស្រុកពួរបាទចុងភៅម៉ាន់ថងបាទទៅដល់ខាងស្រុកពួរហើយប៉ុន្តែនៅខាងជើងស្រុកពួរបាទផ្លូវទៅវត្តកម្មបាទចម្ងាយប្រហែល1គីឡូដីទេបាទមកបុណ្យសពបងប្រុសបាទឈ្មោះឈួនគួនបងប្រុសបាទក៏បានចែកឋានទៅមានអីទេមានតែពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពបាទចុងភៅម៉ាន់ថងក៏រុះរះបាទទាំងដៃធ្វើស្រុះគ្នាតែម្ដងបាទចុងភៅក៏រុះរះធ្វើបាទមហូបបាទចេញសម្រាប់អតិថិជនឲ្យឆ្ងាញ់សម្អាតកន្លែងបាទអូមកដល់កន្លែងនេះបាទមិនថាមិនទេបរិយាកាសបាទគឺ fresh តែម្ដងកដាវាលបាទវាលតែម្ដងបាទវាលស្រឡះរវឹងតែម្ដងបាទចាប់ផ្ដើមបាទល្ងាចទីព្រឹកទី1ក៏ចាប់ផ្ដើមបបរមួយខ្ទះបាទជូនអតិថិជនបាទនេះលោតបបរលោតបាទបបរលោតនេះគឺថ្ងៃបង្ហើយបាទបបរលោតបាទបូករួមជាមួយនឹងបបរលោតបបរធម្មតា2ថ្ងៃ3ថ្ងៃឯម្ចាស់កម្មវិធីថាអូយបបរ2ថ្ងៃហើយចុងភៅក៏ដូរឲ្យភ្លាមបាទដូរដាក់បបរលោតបាទនេះបាទបូកផ្សំជាមួយនឹងថ្ងៃបង្ហើយយើងមានម្ហូបស្លម្ជូរខ្ទិះម្នេះបាទជាមួយនឹងត្រីប្រមាជៀនបាទត្រីប្រមាជៀនបាទអូត្រីប្រមាជៀននេះតំណងណាស់ឆ្ងាញ់ណាស់បាទដូចនំខេកចឹងបាទបាទដាក់មកអេមហ្មងបាទកម្មវិធីនឹងខ្ញុំដាក់ជូនបាទដាក់ជូនណាដាក់ជូនបងបាទ2ចានតែម្ដងបាទត្រីផងយកសិតតាម1គីឡូ1គីឡូ3 1គីឡូ4 1គីឡូ2ឡើងបាទត្រីបាទនេះគឺកម្មវិធីចាស់ដាក់បាតឆ្លងបាទរៀបចំបាទតាមតម្លៃនិងតាមតម្រូវការរបស់អតិថិជនអញ្ចឹងណាចុងភៅម៉ាន់ថងមិនរើសថារៀបចំតូមចាំទៅចាំតូចមិនទៅទេបាទចាំកម្មវិធីក៏រៀបចំចាប់ពី5តុកឡើងទៅបាទឲ្យតែអតិថិជនត្រូវការជាមួយចុងភៅម៉ាន់ថងបាទរៀបចំជូនមកសវិសឲ្យមកអេមបាទនេះក៏ដល់ថ្ងៃត្រឡប់មកស៊ីមរៀបវិញហើយបាទតែនេះមួយសំណាប់របស់ខ្ញុំនេះរៀបដឹកខ្លាំងជាងមកឡានទីលួយដឹកគ្នាបាទក៏សូមអរគុណច្រើនសម្រាប់ការតាមដាននិងទស្សនាសកម្មភាពរបស់ចុងភៅម៉ាន់ថងបាទត្រូវការចុងភៅតាកតងបានជាមួយនឹងចុងភៅម៉ាន់ថងបាទនៅក្នុងខេត្តសៀមរាប